តើពុកម៉ែបងប្អូនមកធ្វើបង្គាអប់បឺអំបិលម្ទេសជាមួយខ្ញុំមួយមុខនេះគឺឆ្ងាញ់ហើយឈ្ងុយដក់ជាប់ចិត្តហ្មងអញ្ចឹងគឺថ្ងៃហ្នឹងគឺខ្ញុំទៅផ្សារទិញបង្គាបាន1គីឡូហើយបង្គានេះគឺបង្គាធម្មជាតិណានៅម៉ាឡេស៊ីបង្គាហ្នឹង1គីឡូដូចជា27 ringgit ស្មើនឹង27,000រដងគឺខ្ញុំទិញតែ25,000ដូចខ្មែរយើងទេប៉ុន្តែលើកនេះទៅយើងឡើងថ្លៃ2,000ឡើងថ្លៃ2 ringgit តែព្រោះ1 ringgit ស្មើនឹង900ជាងជិត1000អញ្ចឹងខ្ញុំថា1000ចុះហើយអ្វីដែលយើងត្រូវការបន្ទាប់មកគឺស្គល់លក្រីហើយនឹងស្លឹកក្រូចសើចចោលអត់បានទេអ្នកទាំងគ្នាបើសិនជាអត់ចូលចិត្តហាន់ដាក់ទាំងដូលក៏បានដែរបន្ទាប់មកទៀតគឺខ្ញុំដាក់កិនខ្ទឹមសម្ទេសក្រហមហើយនឹងម្ទេសខៀវចាក់បង្គាចូលដាក់គល់លក្រីស្លឹកក្រូចសើចហើយបន្ទាប់មកគ្រឿងកិនមិញហ្នឹងគឺយើងដាក់ចូលទាំងអស់ម្ហូបមួយមុខនេះគឺខ្ញុំប្រើទឹកឃ្មុំខ្ញុំអត់ប្រើស្ករសទេព្រោះទឹកឃ្មុំវាផ្អែមឡំហើយខ្ញុំដាក់ម្សៅស៊ុប2ស្លាបព្រាប៊ីចេង1ស្លាបព្រាអំបិលមកញ៉ាប់បន្តិចទៅហើយទឹកត្រី2ស្លាបព្រាអ្នកទាំងគ្នាហើយខ្ញុំច្បល់ចូលគ្នាឲ្យសព្វអស់ហ្មងហើយបាទខ្ញុំដាក់ប៊ឺតែនៅក្នុងវីដេអូនេះខ្ញុំមិនដឹងថាមិនទេខ្ញុំភ្លេចថតឲ្យកន្លែងដាក់ប៊ឺបាត់ហើយអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាកុំភ្លេចដាក់ប៊ឺមកបន្តិចទៅដើម្បីវាឈ្ងុយហើយយើងយកទៅអប់នៅក្នុងឆ្នាំងបើសិនជាអ្នកទាំងគ្នាមានកដាអាលុយមីញ៉ូមអាចអប់នៅក្នុងកដាអាលុយមីញ៉ូមហើយដាក់ចូល microwave ឬក៏air fryer ក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំអប់ជាមួយឆ្នាំងហ្មងខ្ញុំទុកប្រហែលជា10នាទីគឺឆ្អិនហើយគ្រាន់តែបើកគម្របឆ្នាំងមកអូយនិយាយថាជះក្លិនឈ្ងុយឡើង3ភូមិហ្មងណាមួយមុខនេះគឺខ្ញុំចូលចិត្តខ្លាំងមែនតើហើយខ្ញុំជឿជាក់ថាមានបងប្អូនជាច្រើនគឺគាត់ចេះធ្វើមុខម្ហូបនេះហើយអ្នកខ្លះគាត់យកទៅអប់ជាមួយងាវអ្នកខ្លះក៏មានបកងក៏អប់ជាមួយបកងអីអញ្ចឹងណាតែបើសិនជាអត់ទាន់បានអប់ជាមួយនឹងបកាទេសាអប់បានមួយមុខនឹងគឺខ្ញុំធានាឲ្យរសជាតិមកអែមហ្មងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ